ស្ដីបងប្អូនគ្នាហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកថតជាមួយនឹង speaker មួយនេះណាអូខេអញ្ចឹងក្រុមហ៊ុនរបស់ Olight speaker Olight បងប្អូនណាអញ្ចឹងសម្រាប់ model វា SF9 model នេះក្រុមហ៊ុនប្រាប់ថាអាច connect បាន2ជាមួយនឹងទូរស័ព្ទតែមួយយើងអាច connect បាសនេះបានម្ដង2ណាអូខេឥឡូវយើងមកធ្វើការបើកមួយទៀតមកដើម្បីប្រកបថា2ដើម្បីយើងធ្វើការ connect ទាំង2ហ្នឹងតើវា connect បានទាំង2អត់អូខេអញ្ចឹងយើងមកបើកប្រអប់ speaker នឹងសិនមកហើយសម្រាប់ speaker នេះតិចទៀតគឺយើងនឹងធ្វើ promotion ជូនបងប្អូនទាំងអស់គ្នាដែរណាអូខេអញ្ចឹងសម្រាប់បងប្អូនដែលចុចដែលតាមដានឬក៏មើលវីដេអូខាងYouTube របស់ខ្ញុំហ្នឹងគឺខ្ញុំនឹងធ្វើ promotion ឲ្យបងប្អូនទាំងអស់គ្នាហើយណាអញ្ចឹងនៅក្នុងនេះគឺគេមានបានធានាអីដូចគ្នាណាបងប្អូនឃើញអញ្ចឹងខ្ញុំដកឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងវាមានសភៅណែនាំពីការប្រើប្រាស់ហើយអានេះគឺបានធានាហើយវាមានភ្ជាប់មកជាមួយនឹងខ្សែសាកមួយទៀតជាមួយនឹងខ្សែពយួរអូខេអញ្ចឹងយើងទុកវាទៅព្រោះយើងអត់សូវខ្វល់ពីវាទេឥឡូវយើងធ្វើការបកស្រោមមកវាមកអូខេអែបងប្អូនមកល្មមប៉ុន្តែមកល្មមយើងដាក់ក្នុងបន្ទប់ដាក់អីអែមហើយសលេងខ្ញុំបានតេស្តស្ដាប់រួចហើយយើងដាក់ក្នុងបន្ទប់ដាក់អីវាសលេងវាងុំអែមស្ដាប់ព្រោះវាបើយើងបើកអស់វាអត់លឺរ៉ែលឺអីទេអញ្ចឹងឲ្យតម្លៃវាធូរថ្លៃទេបងប្អូនណាអញ្ចឹងចង់ដឹងតម្លៃប្រហែលយើងនឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបញ្ជាក់តម្លៃជូនបងប្អូនខ្ញុំនឹងធ្វើ promotion ជូនបងប្អូនទាំងអស់គ្នាយល់វាអត់ថ្លៃទេបងប្អូនណាខ្ញុំបញ្ជាក់ថាវាអត់ថ្លៃទេតម្លៃគឺពិតជាធូរមែនតើអូខេឥឡូវយើងធ្វើការ connect ទាំងអស់គ្នាអញ្ចឹងមុននឹង connect វាយើងធ្វើការបើក Bluetooth ទាំងពីរមកអូខេឥឡូវយើងសូមបើកមួយសិនBluetooth device is ready to pair. ចឹងយើងបើកមួយទៀតមក Bluetooth device is ready to pair. យើងចាប់តាម search រកវាអូខេអញ្ចឹងយើងធ្វើការបើក Bluetooth search រកវាមក The Bluetooth device is connected. អូខេបងប្អូនអញ្ចឹងដោយសារអាចាស់នេះខ្ញុំធ្លាប់ connect វាម្ដងអញ្ចឹងវាភ្ជាប់អូតូអូខេឥឡូវយើងមករកមួយទៀតមកអូខេបងប្អូនអញ្ចឹងវាមាននៅក្រោមមួយទៀតណាយើង connect ទៅលើវាចឹងយើងចុច pair អូខេបងប្អូន connect ទាំងពីរមែនអញ្ចឹងបន្ទាប់ពី connect ទាំងពីរឥឡូវយើងចូលមកបើកថាសលេងវាលឺទាំងពីរអត់ឈប់ខ្ញុំសុំដាក់នេះកុំឲ្យ copyright ខ្ញុំសុំចូលស្ដាប់ភ្លេងទូរស័ព្ទវិញព្រោះខ្លាចវាពេលផុសទៅវាជាប់ copyright អញ្ចឹងបងប្អូនអាចមើលអត់ឃើញអញ្ចឹងទៅអញ្ចឹងខ្ញុំសូមបើកសលេងរោរបស់ទូរស័ព្ទវិញអូខេនៅណាឈប់អូខេនេះយើងបើកសលេងឲ្យអស់អូខេបងប្អូនវាលឺទាំងពីរមែនណាអូខេវាលឺទាំងពីរអែមមែនតើអញ្ចឹងយើង connect បាន2អញ្ចឹងតែចង់ដឹងថាវា connect បាន3 4អត់តិចទៀតខ្ញុំវីដេអូក្រោយខ្ញុំមកតេស្តជូនឲ្យបងប្អូនទាំងអស់គ្នាមើលគ្នាថាតើវា connect បាន3 4ឬក៏អត់អីចឹងដែរអញ្ចឹងសម្រាប់ speaker នេះសម្រាប់បងប្អូនដែលចង់បាន promotion ណាប្រហែលជាវីដេអូក្រោយខ្ញុំនឹងធ្វើជាមួយនឹង promotion ជូនបងប្អូនទាំងអស់គ្នាដែលភ្ជាប់ទៅជាមួយនឹងទូរស័ព្ទមួយទឹកហើយសម្រាប់ speaker គឺប៉ុណ្ណឹងបងប្អូនយើងកាន់មួយដៃរបស់យើងគឺអត់ណែនទេពាក់កណ្ដាលដៃអញ្ចឹងវាស្មើនឹង2នេះណាអូខេអញ្ចឹងសម្រាប់កម្ពស់របស់គេនេះបងប្អូនមើលជាមួយនឹងទូរស័ព្ទណាអូខេអញ្ចឹងវាមកល្មមហើយសម្រាប់សលេងរបស់គេគឺទោះបីយើងបើកសលេងអស់ក៏វាមិនរ៉ែដែរហើយតែសលេងវាក៏មិនលឺខ្លាំងប្រហែលដែរតែកូន speaker ប៉ុណ្ណឹងនេះបងប្អូនយកដាក់ក្នុងបន្ទប់គឺមកល្មមស្ដាប់មកអត់ធុញអត់សាំអត់ជាអត់មានអារម្មណ៍ថាថ្លង់អីទេអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងឯងយើងជួបគ្នានៅវីដេអូក្រោយទៀត